បាទចេញតែក្បាលដេប៉ាហ្នឹងគឺឃើញថាអូនតូចកាន់កច្រែងប្រឡាក់ដីពុកម៉ែបងប្អូននៅស្លៀកខោខ្លីហ្នឹងហើយថ្ងៃនេះពុកម៉ែបងប្អូនជាមួយសកម្មភាពដែលពួកខ្ញុំបានទៅចាប់ក្តាមជាមួយនឹងខ្ចង់អញ្ចឹងណានេះហើយពុកម៉ែបងប្អូននៅជាមួយនឹងក្តាមគឺឈ្ងុយមែនទែនក្តាមស្រែយើងអញ្ចឹងណាហើយដាក់មួយម៉ាត់ហើយពុកម៉ែបងប្អូនហើយនេះបន្ទាប់មកហើយពុកម៉ែបងប្អូនគឺជាតិតែម្ដងជាមួយនឹងក្តាមស្រែរបស់យើងឥឡូវនេះក៏ដាក់មួយម៉ាត់ទៀតពុកម៉ែបងប្អូនអើយនឹងអើយហើយនេះជាមួយណាជីបាទជាមួយនឹងអាហារនេះគាត់ញ៉ាំឆ្ងាញ់អញ្ចឹងណាហើយបាទពុកម៉ែបងប្អូនបាទនេះហើយគឺជាក្បាលវគ្គដំបូងមកហ្នឹងគឺជាមួយនឹងបាទហេងណាជីអារីបាទថ្ងៃនេះជាមួយនឹងនីកូរបស់យើងក៏ទៅដែរពុកម៉ែបងប្អូនគឺទៅចាប់ក្តាមនៅខាងក្រោយផ្ទះជាមួយនឹងក្មួយវុនហើយយើងទៅនេះពុកម៉ែបងប្អូននៅជាមួយណាជីគាត់អាឡ័យតែងាកមើលបាទជាមួយដើមចេកដើមឈើអីធំអញ្ចឹងណាហើយជាពិសេសទៅបាទខែទឹកស្រកទៅវិញអញ្ចឹងហើយឃើញផ្លូវស្រាប់ឯពុកម៉ែបងប្អូនរៀងល្អិលអញ្ចឹងណាតាមពិតទៅពុកម៉ែបងប្អូនហើយនេះគឺជាពស់ដឹងពស់ស្អីទេពុកម៉ែបងប្អូនបាទឃើញហ្នឹងជួយខមមិនប្រាប់ផងដឹងពស់ស្អីទេខ្ញុំឃើញឆ្កែវាខំងាប់អញ្ចឹងណាពុកម៉ែបងប្អូនបាទហ្នឹងហើយជាមួយនឹងផ្លែនេះគេហៅផ្លែស្អីទេពុកម៉ែបងប្អូនខ្ញុំក៏អត់ស្គាល់ដែរហ្នឹងហើយយើងក៏បាទបន្តដំណើរទៅមុខទីរៀងឆ្ងាយដែរនិយាយរួមទៅពីក្រោយផ្ទះក្មួយវុនទៅភ្លឺស្រែហើយនេះយើងឃើញស្រាប់ហើយពុកម៉ែបងប្អូនបាទហ្នឹងហើយនិយាយរួមទៅពេលដែលទឹកឡើងវាលិចនៅកន្លែងផ្លូវនឹងអីអញ្ចឹងណាហើយនិយាយរួមទៅបាទទឹកអត់ឡើងទេផ្លូវនឹងយើងជិះម៉ូតូទៅកើតក៏ប៉ុន្តែទឹកវាស្រកទៅវិញអញ្ចឹងទៅផ្លូវរៀងល្អិលអញ្ចឹងទៅយើងក៏មកដើរទៅឆ្ងាយដែរពុកម៉ែបងប្អូនបាទយើងឃើញសកម្មភាពមិញហើយយើងមកដល់ភ្លាមជាមួយនីកូមកយើងក៏ឃើញខ្ចង់បាទក៏ឃើញក្តាមអញ្ចឹងហ្នឹងក៏ឃើញបាទគាត់ចង់និយាយថាគេស្វាកអញ្ចឹងតែម្ដងពុកម៉ែបងប្អូនបាទហ្នឹងហើយព្រោះតាខ្ចង់ក្តាមច្រើនណាហ្នឹងហើយបន្ទាប់មកហើយយើងក៏ហូបបាយទ្របកាពះបាទទ្របពោះបន្តិចទៅបន្ទាប់ពីយើងហូបបាយហូបអីហើយហ្នឹងយើងក៏ធ្វើដំណើរទៅរើសខ្ចង់ទៀតហើយនេះហើយជាមួយខ្ចង់របស់យើងជាមួយនឹងក្តាមហើយជាមួយនីកូបាទហើយជាពិសេសបន្ទាប់ពីរើសខ្ចង់ហ្នឹងជាមួយនឹងអាហេងរបស់យើងឲ្យគាត់បង្កាប់ភ្លើងអញ្ចឹងណាបាទបង្កាប់ភ្លើងយើងបាទដុតខ្ចង់យើងដុតក្តាមអីអញ្ចឹងទៅពុកម៉ែបងប្អូនបាទនេះហើយជាសកម្មភាពបាទជាមួយនឹងប្រុសអាហេងរបស់យើងហើយនេះហើយពុកម៉ែបងប្អូនជាមួយក្តាមដែលយើងទៅចាប់ឲ្យបាញ់មិញបានតិចតួចអញ្ចឹងទៅពុកម៉ែបងប្អូនយើងរើសមកហ្នឹងនិយាយរួមទៅយើងរើសមកបដាយើងយកមកអាំងបាទយើងយកមកស្ងោរបដាហើយនេះជាសាច់មាន់ដែលយកពីផ្ទះទៅពុកម៉ែបងប្អូនខ្លះឲ្យមានក្តាមមានអញ្ចឹងទៅយើងបានសាច់មាន់ស្អីអញ្ចឹងណាហ្នឹងហើយហើយនេះនីកូក៏ឃើញក៏សើចពុកម៉ែបងប្អូនជាមួយនីកូមិញឲ្យពុកម៉ែបងប្អូនបាទហ្នឹងហើយជាពិសេសជាមួយក្មួយវុនបាទគាត់កំពុងតែចាប់បាទជាមួយនឹងបាទក្តាមបាទចាប់ក្តាមគាត់ជន់អញ្ចឹងណាព្រោះថាដៃគាត់មានតែកញ្ចង់មានតែក្តាមហើយបន្ទាប់មកហើយនឹងបាទជាមួយក្តាមរបស់យើងក៏ដាក់ស្ងោរអញ្ចឹងទៅពុកម៉ែបងប្អូនឲ្យវាសន្លប់អញ្ចឹងណាហើយបន្ទាប់ពីស្ងោរអត់ឆ្អិនទេពុកម៉ែបងប្អូនបន្ទាប់មកហើយយើងយកមកដាក់អាំងវិញដើម្បីអីវាស្ងុយអញ្ចឹងព្រោះក្តាមស្រែរបស់យើងយកមកដាក់អាំងទៅពុកម៉ែបងប្អូនគឺឆ្ងុយមែនទែនបាទហ្នឹងហើយនោះអាហើមបាទហើពុកម៉ែបងប្អូននៅកោះស្ទឹងទីរំខែកំពង់ចាមមានតែស្គាល់វាដែរបាទហ្នឹងហើយនេះនីកូបាទនីកូមកយើងគាត់កំពុងតែខំទៅគេបក្តាមហើយនេះជាមួយនឹងបាទណាជីគាត់ភ្លក់អញ្ចឹងណាគឺឆ្ងាញ់មែនទែននៅកន្លែងហ្នឹងពុកម៉ែបងប្អូនណយហ្នឹងហើយមើលសកម្មភាពដែលខ្ញុំបានកំពុងតែហូបក្តាមនៅកន្លែងនេះពុកម៉ែបងប្អូនបាទហ្នឹងហើយអូយនេះហូឆ្អិននៅពុកម៉ែបងប្អូនណយហ្នឹងហើយស្ដាប់តែសំឡេងនេះគឺស្រួយខ្ញោកពុកម៉ែបងប្អូនណយហ្នឹងហើយជាមួយក្តាមស្រែរបស់យើងបានយកទៅដុតចឹងទៅរៀងឆ្ងុយអញ្ចឹងពុកម៉ែបងប្អូនគឺឆ្ងាញ់ណាស់រសជាតិហើយជាពិសេសជាមួយនឹងក្មួយវុនរបស់យើងគាត់ចាត់ត្រីបានទៀតនិយាយរួមទៅពុកម៉ែបងប្អូនបាទត្រីក៏មានបាទក្តាមក៏មានហើយជាពិសេសយកសាច់មាន់យកទៅទៀតកំពុងតែហូបក្តាមអញ្ចឹងទៅពុកម៉ែបងប្អូនជាមួយនឹងបាទបងស្រីបាទគាត់នាំកូនរបស់គាត់ជាមួយនឹងអាតូចនឹងកំពុងតែរត់នឹងពុកម៉ែបងប្អូនតិចខ្ញុំសូមឲ្យមើលនេះពុកម៉ែបងប្អូនអូយហ្នឹងហើយមកអស់ហើយជាមួយនឹងកាន់កច្រែងមួយខោខ្លីមួយពុកម៉ែបងប្អូនទៅរើសនៅពីមុខអញ្ចឹងណាពុកម៉ែបងប្អូនហើយហូបក្តាមក៏អត់ហូបទេបាទហ្នឹងហើយបន្ទាប់ពីខ្ញុំហូបក្តាមហូបអីហើយនឹងពុកម៉ែបងប្អូនគឺយើងធ្វើដំណើរត្រឡប់ទៅផ្ទះវិញអញ្ចឹងណាព្រោះថាយើងដើរពាក់បីជើអត់កើតទេពុកម៉ែបងប្អូនយើងឃើញស្រាប់ហើយគឺដីបាទគេហៅជាប់ជាមួយនឹងផង់អញ្ចឹងទៅហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ